ស្អាតប៉ុណ្ណឹងហើយត្រូវសង្សារជនជាតិចិនដូចគ្នាវាយដុំធាក់ខ្ទប់នឹងចដាយន្តចោះទម្រាំមិនស្អាតមិនដឹងថាបរោះជនជាតិចិនវាយដុំធាក់ប៉ុណ្ណាទេបងប្អូនហើយនារីស្រស់ស្អាតជនជាតិចិនម្នាក់បន្ទាប់ពីត្រូវបានបរោះជាសង្សារវាយដុំធាក់នៅក្នុងប្រអប់ចដាយន្តក៏បានរត់មកឲ្យមន្ត្រីកងរាជអាវុធហត្ថជួយអន្តរាគមន៍ជួយបន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថបានចោះបង្ក្រាបនៅទីតាំងហាងម៉ាស្សាមួយកន្លែងសង្ស័យថាមានការដោះដូរលុយคล้ายៗឲ្យភ្ញៀវបន្ទាប់ពីមានការចោះចាប់ទីតាំងហាងម៉ាស្សានោះស្រាប់តែសុកក៏មានលេចមុខនារីជនជាតិចិនស្រស់ស្អាតម្នាក់មកប្តឹងកម្លាំងកងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ព្រោះត្រូវបានបរោះជាជនជាតិចិនម្នាក់បានវាយដុំធាក់គាត់នៅក្នុងប្រអប់ចដាយន្តបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង2ជាងឈានចូលថ្ងៃទី26ខែមករាឆ្នាំ2026បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនស្ថិតនៅតាមបណ្ដោយផ្លូវសុធារសក្នុងសង្កាត់ទលេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដោយនារីជនជាតិចិនខាងលើគាត់បានអះអាងថាត្រូវបានបរោះជនជាតិចិនម្នាក់ដែលជាសង្សាររបស់គាត់នឹងស្គាល់គ្នាទើបតែបាន1ខែបានធាក់ខ្ទប់នៅក្នុងចដាយន្តខណៈកំពុងតែជិះចដាយន្តជាមួយគ្នាហើយហេតុការណ៍នេះយើងឃើញហើយនារីជនជាតិចិនហាក់ដូចជាមិនសុខចិត្តព្រោះដោយសារតែគាត់បានផ្ដល់ក្តីស្រឡាញ់ទៅបរិសុទ្ធជនជាតិចិននោះអស់ពីខ្លួនហើយបាទស្រាប់តែបរិសុទ្ធជនជាតិចិនមិនដឹងថាខឹងគាត់រឿងអ្វីទេដោយសារតែគាត់ជាជនជាតិចិនអញ្ចឹងក្នុងការស្ដាប់ភាសារៀងពិបាកយល់បន្តិចបងប្អូនប៉ុន្តែក៏គាត់ប្រាប់ថាគាត់មិនសុខចិត្តព្រោះគាត់ខឹងនឹងសង្សាររបស់គាត់ដែលជាជនជាតិចិនហ្នឹងបានវាយធាក់គាត់នៅក្នុងប្រអប់ចដាយន្តហើយក៏បានកិច្ចខ្លួនតែម្ដងគាត់ក៏បានរត់គេចពីបរិសុទ្ធសង្សារនោះបាទឥឡូវចង់ដឹងព័ត៌មានកាន់តែច្បាស់លម្អិតយ៉ាងណាមកតាមដានដូចតទៅដឹងថាយ៉ាងមិនដល់ទេបាទឥឡូវខ្ញុំទីតាំងបន្ថែមទៀតមកខ្លួនទៅឆ្មាំហ្នឹងគេវាយគាត់វាយបាទបងវាយគាត់អូគេវាយគាត់ហ៎អូគេវាយគាត់បាទប្រិមិត្តគេវាយគាត់បាទមានគេវាយបាទជនជាតិចិនបាទនិយាយចិនដូចខ្ញុំវាយទៅណានៅដុនពេញខ្ញុំពេញនោះដុនពេញទឹកនេះដុនពេញនោះមិនបាច់ប៉ានផ្លូវមិនបាច់ប៉ានផ្លូវពី14ចឹងនោះ就是有人把我给打了，说么？什么？ដាក់តោអត់ណា就是我在一个公寓有个男的，ជាជនជាតិចិនត្រូវបានបាទមានគេវាយគាត់ឥឡូវអត់ទាន់ដឹងថាយ៉ាងម៉េចទេគាត់កំពុងប្តឹងបាទកងកម្លាំងបាទកងរាជហាត់បងបង我人都已经倒下去了，是有一个男人是吗？我人都已经倒下去，他把我用脚，然后把我头踢了，还有这里。គាត់មានមនុស្សព្រមម្នាក់ដែលគាត់ចាថាគាត់នៅមួយគ្នាអញ្ចឹងណាបាទហើយដល់ខាងប្រុសហ្នឹងក៏មានបញ្ហាឆ្លោះប្រកែកគ្នាទៅក៏រួញគាត់ដួលរួញគាត់ដួលហើយក៏បានប្រើជើងហ្នឹងទាត់ទៅលើក្បាលគាត់បាទសង្សារគ្នាមិនមែនសួរគាត់មើលហើយវាយហ្នឹងដូចត្រូវច្រើនកន្លែងដែរសង្សារនឹងគ្នាមិនឡើងតោបងប្អូនឥឡូវគាត់បានមកប្តឹងទៅកងរាជអាវុធហត្ថបាទបងប្អូនបាទហើយគាត់ជាសង្សារគ្នានៅប្រុសហ្នឹងយើងអត់ដឹងទេបាទបងប្អូនឥឡូវ跟检查吧，跟检查去吧。បាទឥឡូវកងកម្លាំងកងរាជអាវុធហត្ថយើងកំពុងធ្វើការបាទនៅជុំវិញនៅរឿងរ៉ាវហ្នឹងហើយបាទដើម្បីសាកសួរនាំបន្ថែមថាបរិបទដែលបានបាទធាក់គាត់ដែលបានរុញគាត់ហ្នឹងត្រូវជាសង្សារគាត់ឬក៏យ៉ាងម៉េចបាទបានគឺបានអ្នកបកប្រែមិនថា那个男人是你的朋友还是？我之前认识他，后面把他微信拉黑了，然后在电梯里面的时候，然后他就跟我碰上面了，他要出来，我要进去，然后他以为我在骂他，然后他就把我推倒在地，然后抓我的脸，抓我的头发，然后还把我头用脚，然后这样把我踢了，然后这个腰部全部被他踢了，往地上这样踩打我。ថាដោយសារតែម្នាក់ផងហ្នឹងជួបគាត់ហ្នឹងនៅក្នុងចរាយន្តនេះប៉ុន្តែដោយសារតែ
គាត់ហ្នឹងមានការជេរទៅលើម្នាក់ប្រុសហ្នឹងអញ្ចឹងណាក៏គាត់ខាងប្រុសហ្នឹងក៏មានការរុញច្រានគាត់ ហើយអំពើហិង្សាលើគាត់ ហ្នឹងហើយ អត់ស្គាល់គ្នាទេបងណាស្គាល់គ្នាទេ ដូចជាគាត់ថាគាត់ទុំស្គាល់ដែរទេ អូទីតាំងនៅណា ទុំស្គាល់គ្នា សួរគាត់មើល ទីតាំងនៅណាសួរមើល បងប្អូនឥឡូវទៅហើយបងប្អូនគាត់ទៅហើយបងប្អូនមក បងដឹងនឹងស្វែងរកបងគោលខាងលើហ្នឹងដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ អូយទៅលើស្គាល់បាទឥឡូវនាំទៅបងប្អូនមកនាំទៅហើយបងប្អូនឥឡូវនាំទៅបាទឥឡូវក៏នេះហាត់នាំទៅសួរនាំជុំវិញនៅរឿងរ៉ាវបាទដែលបានប្រើហិង្សាមកលើជនជាតិចិនដែលជាស្ត្រីមុនហ្នឹងបងប្អូនបាទហើយយើងអរគុណច្រើនមែនតើបងប្អូនសម្រាប់ការតាមដានទស្សនាឥឡូវខាងកងនេះវត្តហាត់យកទៅហើយយើងទុកឲ្យគាត់ធ្វើការសិនបងប្អូនអរគុណគ្រប់លាអរគុណ